Chẳng làពេលដែលខ្ញុំ reload មានន័យថាខ្ញុំទទួលបានកន្លែងនេះគឺមាន profile របស់ instructor និង dashboard background នេះគឺវាសហើយអញ្ចឹងសម្រាប់សេសសល់នៅក្នុង dashboard student ឬក៏ bla bla ទាក់ទងនៅក្នុង profile នេះវាអ្នកទាំងអស់គ្នាអាចទៅ fix បានដោយខ្លួនឯងដែលយើងប្រើ concept មួយនេះយកទៅប្រើដែរសួស្តីអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំទៅ implement instructor dashboard ដែលយើងយក concept ចេញពីគេ student dashboard ទាក់ទងពីវីដេអូមុនដែរចឹងយើងអាចចូលទៅក្នុង file មួយឈ្មោះថា web.php នៅក្នុង route នេះមកចឹងយើងមើលឃើញតាក់ទងគេ instructor dashboard ចឹងនៅក្នុង instructor dashboard មាន instructor មាន dashboard ចឹងយើងអាច scroll ទៅមើលតាក់ទងនៅក្នុង view instructor និង dashboard ចឹងកន្លែងនេះគឺមាន template អីគេ instructor dashboard ដែរដើម្បីងាយស្រួលខ្ញុំទៅ copy concept នេះមក Ctrl A Ctrl C ចឹងខ្ញុំ paste ចូលទៅក្នុងនោះមកបន្ទាប់ពីខ្ញុំ paste ហើយចឹងខ្ញុំមក reload លើនេះមកដោយសារតែនៅក្នុង database តាក់ទងពីវីដេអូមុនគឺយើងប្រើអីគេកន្លែងនេះគឺ role មួយឈ្មោះថា instructor ចឹងកន្លែងនេះគឺមាន email មួយឈ្មោះថាមួយនេះចឹងខ្ញុំអាច copy email ហ្នឹងមកចឹងខ្ញុំ paste វាចូលឬក៏ខ្ញុំ zoom វាដល់140មកចឹងយើងអាចវាយ password ចូលខ្ញុំនឹង sign in មកចឹងយើងអាចរងចាំដោយសារតែកន្លែងនេះគឺយើង success មានន័យថា instructor dashboard ចឹងកន្លែងនេះគឺមាន log out នៅក្នុងនេះចឹងខ្ញុំអាចចុច sign out មកចឹង sign out វាបានត្រូវហើយចឹងខ្ញុំទៅសាក test វាឡើងវិញចឹងខ្ញុំ sign in ម្ដងទៀតចឹងនៅក្នុងនេះខ្ញុំចុច save មកងាយស្រួលចឹងយើងមើលឃើញកន្លែងនេះតាក់ទង image អីវាអត់ show ដោយសារតែយើងអត់ទាន់បាន customize វាចឹងកន្លែងនេះខ្ញុំមក customize ឬក៏ fix កន្លែងនេះតាក់ទង profile និង ing នេះមកចឹងកន្លែងនេះគឺឈ្មោះ profile ចឹងនៅក្នុងនេះគឺ dashboard bullet របស់ instructor ចឹងខ្ញុំមើលពាក្យថា profile មកចឹង profile វានៅក្នុងនេះចឹងនេះខ្ញុំអាច control B មកចឹងខ្ញុំទៅមើល concept តាក់ទងsign out ចឹងខ្ញុំអាច copy នេះមកចឹងយើងមើលនៅក្នុង profile វិញបាទដោយសារតែយើងបាន move asset ហ្នឹងទៅក្នុងអីគេ front end asset image មកចឹងក្នុងនេះខ្ញុំវាយវាជា palette មកចឹងខ្ញុំអាច tick លើវាដូចជាខ្ញុំបាននិយាយដដែលហើយដោយសារតែពេលខ្ញុំវាយទៅវា success ខ្ញុំគឺខ្ញុំប្រើអីគេមួយនេះតាក់ទង code pilot extension មួយហ្នឹងចឹងនេះខ្ញុំអាច remove ចេញហើយនេះគឺដូចគ្នាដែរចឹងខ្ញុំអាច tick លើវាមកចឹងខ្ញុំ reload កន្លែងនេះគឺវាអីគេចឹងនៅពេលដែលខ្ញុំ reload មានន័យថាខ្ញុំទទួលបានកន្លែងនេះគឺមាន profile របស់ instructor និង dashboard background នេះគឺវាសហើយចឹងសម្រាប់សេសសល់នៅក្នុង dashboard student ឬក៏ bla bla ទាក់ទងនៅក្នុង profile នេះវាអ្នកទាំងអស់គ្នាអាចទៅ fix បានដោយខ្លួនឯងដែលយើងប្រើ concept មួយនេះយកទៅប្រើដែរបាទសូមអរគុណ